ជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំវិលត្រឡប់មកជួបបងប្អូនសាជាថ្មីនៅក្នុងវីដេអូសម្រាប់ YouTube Channel សំណាងសុខ Believe ខ្ញុំមើលវីដេអូចុងក្រោយរបស់ខ្ញុំទៅ4ខែខ្ញុំទុកបងប្អូនទាំងអស់គ្នានឹកបងខ្លាំងមែនទែនថ្ងៃនេះខ្ញុំនឹងផ្ដល់ព័ត៌មានជូនបងតាក់ទងមួយ Channel មួយនេះនៅថ្ងៃខាងមុខតិចទៀតខ្ញុំនឹងកែប្រែទៅជា Channel មួយដែលនិយាយអំពីរឿងតាក់ទងជាមួយនឹងបងដែលគាត់មានដំណើរជីវិតអាចនិយាយថាជាសាច់រឿងនៃជីវិតពិតរបស់គាត់ផ្ទាល់ដោយសារតែគាត់មានការសនំពោមកកាន់ខ្ញុំឲ្យជួយពិពណ៌នានិងនិយាយអំពីសាច់រឿងរបស់គាត់ដែលគាត់បានឆ្លងកាត់រឿងរ៉ាវជាច្រើនមកហើយខ្ញុំមានសាច់រឿងជាច្រើននៅក្នុងដៃហើយអញ្ចឹងទៅមុខទៀតខ្ញុំនឹងបដិជូនបងអំពីសាច់រឿងមួយចំនួនតាក់ទងមួយជីវិតពិតអញ្ចឹងណាបាទអញ្ចឹងថ្ងៃនេះខ្ញុំក៏មានសាច់រឿងខ្លីមួយដែរតាក់ទងជាមួយនឹងដំណើរជីវិតរបស់បងប្រុសម្នាក់សាច់រឿងនេះខ្លីទេគាត់ចោះយកតែមួយចំណុចមកទេតាក់ទងជាមួយបងប្រុសម្នាក់គាត់ឈ្មោះបងរីកក៏ពិតឈ្មោះនេះមិនមែនជាឈ្មោះពិតរបស់គាត់ទេគាត់សុំឲ្យខ្ញុំដាក់ឈ្មោះផ្សេងអញ្ចឹងណាអញ្ចឹងខ្ញុំដាក់ឈ្មោះគាត់ថាបងរីកបន្ទាប់ពីនេះគាត់មានអាយុ30ឆ្នាំជាងហើយតែគាត់សុំចែករំលែកអំពីរឿងរបស់គាត់កាលពីគាត់នៅវ័យក្មេងៗកាលពីគាត់នៅក្មេងគាត់ថាពេលដែលប៉ាម៉ាក់របស់គាត់ចែកផ្លូវគ្នាទៅម៉ាក់របស់គាត់នឹងក៏មានប៉ាក្រោយមួយទៀតអញ្ចឹងប៉ាក្រោយមួយទៀតគាត់ក៏នាំម៉ាក់របស់គាត់ហើយនឹងគាត់នឹងទៅរស់នៅក្នុងខេត្តមួយនៅក្នុងប្រទេសកម្ពុជាយើងដែរហើយក៏ជាខេត្តដែលជាប់មាត់សមុទ្រផ្ទះរបស់គាត់នឹងគឺនៅខាងមុខគឺមានឆ្នេរសមុទ្រស្អាតទេផ្ទះគាត់ហ្នឹងបាទនៅខាងក្រោយគឺមានវ័យព្រៃភ្នំបាទមានព្រៃភ្នំអញ្ចឹងផ្ទះគាត់ចង់និយាយថាផ្ទះវិញមិនជាស្អាតអីណាទេប៉ុន្តែទេសភាពនៅមុខផ្ទះគាត់ស្អាតដោយសារមានសមុទ្រអញ្ចឹងណាអញ្ចឹងគ្រួសាររបស់គាត់ហ្នឹងគឺប្រកបមុខរបរជាអ្នកដុតធ្យូងលក់អញ្ចឹងនៅខាងក្រោយផ្ទះគាត់មានភ្នំហើយគាត់មានឡធ្យូងមួយពីរដែរហើយលោកប៉ាក្រោយរបស់គាត់ហ្នឹងគាត់ជាអ្នកមានមុខរបរដុតធ្យូងលក់ផងហើយគាត់ក៏ជាអ្នកដែលស៊ីឈ្នួលអាឈើអាអីគេនៅរោងអាឈើធំមួយនៅក្នុងខេត្តនឹងនៅជិតផ្ទះគាត់ទេគាត់និយាយថាគ្រួសាររបស់គាត់លោកប៉ាក្រោយរបស់គាត់នឹងគឺចូលចិត្តប្រើអំពើហិង្សាដោយសារគាត់ចូលចិត្តញ៉ាំគ្រឿងស្វឹងច្រើនអញ្ចឹងទៅគាត់ប្រើអំពើហិង្សាដោយការវាយដំឲ្យទៅគាត់ស្វឹងម្ដងអញ្ចឹងណាអញ្ចឹងពេលដែលគាត់រស់នៅនឹងក៏មិនសូវសុខអីប្រហែលដែរជាពិសេសនៅពេលយប់ហើយពេលដែលគាត់សម្រាកពីកិច្ចការងារអីហើយប៉ាគាត់តែងទៅភាសាស្រាហើយមិនធំទៅភាសាស្រាថែមទាំងលេងលបែងទៀតអញ្ចឹងណាអញ្ចឹងពេលដែលគាត់ចាញ់លបែងចេញអីគាត់តែងតែមកធ្វើបាបម៉ាក់របស់គាត់គាត់ថានៅក្នុងថ្ងៃមួយគាត់ចងចាំព្រឹត្តិការណ៍មួយតាក់ទងជាមួយនឹងជីវិតរបស់គាត់នៅពេលដែលប៉ារបស់គាត់មកពីញ៉ាំស្រាមកពីអីវិញអញ្ចឹងគឺម៉ាក់គាត់តែងតែឲ្យគាត់នឹងចុះទៅក្រោមទៅចុះសម្រូតតាមសសរផ្ទះទៅក្រោមទៅកុំឲ្យនៅលើផ្ទះខ្លាចប៉ាគាត់វាយអញ្ចឹងណាអញ្ចឹងពេលនោះគាត់ថាផ្ទះគាត់ហ្នឹងគឺជើងសសរផ្ទះគាត់នៅជាប់ជាមួយនឹងព្រំបន្ទល់នៃលបងគេមកខាងទៀតដីគេមកខាងទៀតហ្នឹងគេធ្វើលបងប៉ុន្តែគេអត់មានផ្ទះទេមានលក្ខណៈព្រៃដោះនៅចិត្តលបងផ្ទះគាត់អញ្ចឹងណាបាទអញ្ចឹងគាត់ថានៅចិត្តហ្នឹងហេតុថាវាមិនមែនជាដីរបស់យើងណាបាទជាដីរបស់គេចឹងគេចង់ធ្វើអីក៏បានអញ្ចឹងគេយកសពដែលស្លាប់ហើយហ្នឹងសមាជិកគ្រួសារគេយកមកបញ្ចុះនៅចិត្តលបងផ្ទះគេហ្នឹងនៅចិត្តសសរផ្ទះគាត់ទាំងឯងគាត់ថាគាត់ខ្លាចមែនទែនដោយសារកាលនោះគាត់ក្មេងអាយុទៅ10ឆ្នាំជាងគាត់ខ្លាចណាស់ប៉ុន្តែដោយសារខ្លាចហ្នឹងខ្លាចខ្មោចក៏ខ្លាចប៉ារបស់គាត់ធ្វើបាបប្រើប្រាស់អំពើហិង្សាក៏ខ្លាចអញ្ចឹងម្ដាយរបស់គាត់ហ្នឹងឲ្យគាត់សម្រូតតាមសសរចុះមកពួននៅខាងក្រោមហ្នឹងសិនមកចាំពេលដែលប៉ារបស់គាត់ស្វាងស្វឹងឬក៏សម្រានលក់ឲ្យសម្លឹងទៅវិញអញ្ចឹងពេលហ្នឹងគាត់ខ្លាចខ្លាំងមែនទែនដោយសារគាត់សម្រូតចុះមកគាត់មានអារម្មណ៍ថាពេលដែលគាត់សម្រូតមកដល់ពាក់កណ្ដាលសសរគាត់ងាកក្រោយបន្តិចទៅគាត់មើលឃើញអ្វីទេស្ទង់អង្គុយនៅលើភ្នោហ្នឹងដោយសារភ្នោហ្នឹងថ្មីដែរអត់ទាន់ស្ងួតទឹកផងអញ្ចឹងគាត់មានអារម្មណ៍ថាគាត់ព្រឺសម្បុរខ្លាំងមែនទែនគាត់ខ្លាចខ្លាំងមែនទែនតែគាត់ដឹងថាគាត់គួរចុះឬក៏គាត់បន្តនៅអោបសសរពាក់កណ្ដាលនឹងតទៅទៀតឬក៏គាត់ចុះទៅក្រោមឯងបើគាត់ចង់ឡើងទៅលើគាត់ខ្លាចប៉ាគាត់វាយដោយសារប៉ាគាត់មកដល់ផ្ទះហើយអញ្ចឹងបើគាត់ចុះទៅក្រោមគាត់គួរតែចុះអត់បើសិនគណៈពេលនេះគាត់មើលឃើញនៅលើភ្នោនៃខ្មោចហ្នឹងគឺមានអីស្ទង់ខ្មៅដូចជាមនុស្សដែលកំពុងតែអង្គុយនៅលើដុំឈើអីមួយអញ្ចឹងកាលនោះគាត់ភ័យឡើងរៀកនោមតែម្ដងបងគាត់ភ័យឡើងរៀកនោមដាក់ខោហូរតាមជើងសសរមកតែម្ដងប៉ុន្តែគាត់សម្រេចចិត្តថាគាត់ចុះមកល្អិលមកដោយសារគាត់ទប់អត់ជាប់ទេព្រោះអោបនៅអត់កើតដែរគាត់ល្អិលចុះមកពេលដែលគាត់ល្អិលខ្លួនចុះមកដល់ជើងសសរខាងក្រោមហ្នឹងគឺថាគាត់អោបសសរហើយផ្ទៃខាងក្រោមផ្ទះរបស់គាត់ហ្នឹងគឺងឹតឈឹងបងងឹតឈឹងអត់មានភ្លើងអគ្គិសនីអត់មានអីទេកាលនោះគឺគេប្រើតែភ្លើងចង្គៀងគេប្រើតែអីអញ្ចឹងណាបាទព្រោះឥឡូវអាយុ30ឆ្នាំជាងគាត់ឯងកាលសម័យគាត់ហ្នឹងគឺគាត់គេនៅប្រើចង្គៀងទេអត់ទាន់មានពូភ្លើងពូអីភ្លឺដូចបច្ចុប្បន្នទេអ
chẳng có tha sầm máu nứng cứ ắt bát tế nơi tại miến hay sầm máu nứng bài chỉ nghĩa mà rồi quạt tiệt về nứng cứ quạt pay khăng vấn tế là hốt đó quạt bắt smart đấy bong đó này chẳng về để quạt bắt smart đấy cào đừng không lằng vĩnh cứ quạt nơi lơ tè nơi nông vật tục bà mà đại bọc quạt cầm pông tài nơi bài quạt cầm pông tài lùm quạt cầm pông tài hơi quạt chẳngมีทางกันนักไปแต่ก็เคยสมองแต่เลือพโนเงียบเราก็นั่นคือกอดสลับบัดใดบ่าจังก็ทางปฏิการมวยนี่คือถวยกอดดัดดามจอบในขนมอารมณ์กอดละโหแต่มาดองกอดอัดผลิตบานตีกอดจำจินเด็กมองนั่นปฏิการมวยหนึ่งบ่าหนึ่งเรื่องตีมวยบกอดเรื่องเรื่องตีปีบกอดก็ทางทั้งไงมวยนู้มาดับบกอดนึงในแต่ปีเนี่ยกอดเตะไอปลาบกอดจังแต่ยำสระแต่ลีละใบบัดติดดิสับดองจังให้เตะบกอดนั่งกอเรียงได้สยามช่างไปเกยได้มีนสมเลงสัตว์ประโยมมีนสมเลงสัตว์ไก่ลู่ไอ้เซ็งจะดาวมันจังเติมจังก็ทำมาบกอดนั่งปลากอดนั่งถือยกตึกได้กอดดำในเลยกระซิวในเลยจะกรานนั่งก็ทาแต่สัตว์ตึกไอ้กอดติดเมาโยมายำจังนะบานเป็นนู้กอดคลาดมันเตือนแต่ก็เฮียนปากไก่จมูกนั่งมาบกอดเตะจังกอดก็สักจัดจังเติมบางทีจังเติมไปได้กอดดาวเติมก็มีอารมณ์ท่านในนึงจังกรานบกอดนั่งคือมีนไซน์เข้าไปธรรมดามีอารมณ์ทับไซน์วิหอยครั้งchỉ tôi tới chỉ cần về để dựng đâm tậtปูhai dựng phải lột ấy hai vừa sợi miền xài như vậy ta có tha xài lằng hơi khăng mình tên đại cọt miền làm tha ta về chụp xài ấy kể về của bông tại xe ấy chẳng hạn na và ta còn ở tại đào từ chẳng về để cọt đào tại đào hay cọt còn lơ cầm siêu tịch máu về nó cọt khơi khắp ba khăm máu chứ bông đỏ cái này khắp ba khăm máu để miền sạch ở miền chia mấy tê chỉ khắp ba khăm máu để nơi tại lột lìa khắp ba khăm máu chứ còn bông tại nơi không chẳng can nừng hayเพลิงนั่นก็กระปงแต่เช็คบาขมอยหนึ่งให้กบาขมอยหนึ่งมันตรมแต่มีนตับไซเนี่ยมีนเพลิงดัดเพลิงเพลดอะไรขณะไปแช่รถนั่นนะจังเอาไปเพลิงวิ่งมีนดัดมาเพลดมั้งกอดมือขึ้นกบาขมอยหนึ่งเตอเราไปเพลิงแบบรถตัววิ่งเตอก็บัดตัววิ่งเตอปัตตาเป็นนุ่งก็ท่ากอดตำแหลกกระซิวเจ้าตะกระดาหลังใจมาเลี้ยกอดให้กอดรถมาประตูวิ่งเนี่ยนะกอดรถมาปรับมาได้กอดวิ่งให้มาได้กอดทางกอดไอ้กัดไอ้เกก็ทางพิมพ์ขึ้นขมอยขึ้นกระบะขมอยในขนมจักรานนั่นแหละกระบะขมอยทอมาให้เพลิงกับปงแช่กระบะขมอยหนึ่งก็ถ้าก็เคยหลังชาวบ้านจังหมอก็รถตะรงมาก่อนเนื้อเปเด็กกอดตลอดมาปีกระบะขึ้นกระบะขมอยหนึ่งจะแขนหนึ่งวิ่งเปเด็กกอดแผลมาก่อนให้มาก่อนนั่งก็นอนกอดแต่มือก็ทำเปเด็กแต่มือไม่เคยไอ้ผงให้เพลิงนั่งเนื้อแต่งเงือกติ่งจะมีแช่ถึงอ๋อจังก็ทำเปนั่นคือกอดเปิดประกอบนะกอดบานเคยเปิดประกอบได้ปัจจัยไอ้บานจีเนื้อหนึ่งจังกรานเปเด็กมาได้กอดเต๋อใบจะอดคืนจะวิ่งเป็นนึงกดจำละหดมองนึงเรื่องตีปีบกอดได้บองดอกนี่บองอะไรไอเรื่องตีใบบกอดก็ท่าไงมวยนึงกอดรัวเนอแต่กอดนึงแต่ได้เต้ปันท้ายกอดตึกดองตึกธรรมดาบองเนอสมมติเกมเผอเตตึกสมมติเราเกมเผอตึกดงจังนั้นนะบางพวกตึกสมมติไปไพรก็ท่าตึกดงมวยนึงคือการแต่ปลายเชื่อไปจำให้เนอหนึ่งตึกดงนึงจงวิญดำดงจงวิญดงนั้นมีดำเชื่อดอหลังสลุปแต่มาดงให้กอดในขมายยังไงมากอดปลากอดเอาแต่ดองตึกเอาแต่โยตึกแต่กอดดองหายเอาแต่โยตึกจังไปได้แต่โยตึกก็ท่าสงัดหลังเชิงบรรดาวิมเหม็นจุบเจริญไปใจจะล็อกไอ้ตรงมองเปิลมองไอ้เชียงบันดังเงยจังนั้นนะจังกอดแต่โยตึกให้ตึกกันน้องคือเก็บเผยอ้อมะแกตอนเผยเป่าไอ้นั่นเราเก็บเผยอ้อมได้แต่สังก็กอดเผยอ้อมเลยแต่เจาะตึกหนึ่งบางจังไปน้องกอดแต่โยตึกนั้นเราไปน้องกอดเคยท่าไปเด็กกอดดาวโจแต่กอดขึ้นขบานั่งไปจบในหนึ่งโด่งลูนึงบองโด่งลูปันใต้วิมเหม็นจีบประเภทลูสมองไอ้ประเภทลูใบครีมลูทมอใบครีมบองลูทมอใบครีมเด็กกิโยตเรียมโด่งบองสกอร์ลูนึงอันไปจบบอลไปให้จีบอนขมิ้นก็สกอร์อะไรไปแต่บองกอดสกอร์อะไรลูปัวขมานึงใบครีมนึงเสียแต่ขึ้นขบาลมุ้ยวิจบในหนึ่งทมอใบครีมหนึ่งให้ขบาลนึงจีบประเภทขบาลมันนุ่งแต่มีแต่กบาลเรามีครูในจอบหนึ่งอาร์ตหนึ่งจังก็ท่าไปเด็กกอดยกออมเตียงออมหนึ่งใจมากก็ท่ากบาลนั่งเวลียนดาใจเมาเวลียนดาใจเมาเล็ดตึกในขนมออมมากอดนั่งเพลาะอย่างนั้นนะเราเป็นจังกอดขวานเคยเป็นนั่งกอดระบบได้ทะเลกออมใบในหนึ่งโดนให้กอดรถแต่ปรับมาบกอดทายมใบกอมพัดได้โดยสารแต่เคยกบาลขมเอานั่งเวลียนดาเล็ดทะเลบ้ายมเพียยมคลายยมแต่ละวิโจแต่ละกอมนั่งใบบัดใดจังนั้นนะเราเป็นมากอดเมาส์ก็ท่าไม่เคยไอ้ถึงอ๋อ
អញ្ចឹងនេះជាសាច់រឿងទាំង3ដែលគាត់បានជួបកាលពីគាត់នៅវ័យកុមារគាត់ថាសាច់រឿងទាំង3នេះគឺធ្វើឲ្យគាត់ស្ទើរតែស្លាប់ហ្មងស្ទើរតែស្លាប់ស្ទើរតែលុះព្រលឹងហ្មងព្រោះអីដឹងស្រាប់ឲ្យក្មេងគឺខ្លាចណាសំបីតែសំឡេងតិចតួចក៏យើងខ្លាចទាំងដល់ពេលយើងឃើញឡើងស្ដែងអញ្ចឹងទៀតគឺពិតជាខ្លាចខ្លាំងមែនតើប៉ុន្តែដោយសារតែម្ដាយគាត់ប្រាប់គាត់ទៅអញ្ចឹងណាគាត់ថាពីពេលនោះមកគឺគាត់បាក់ស្បាតហ្មងឲ្យតែពេលយប់ឲ្យតែមានសត្វឆ្កែលូឲ្យតែអីហ្នឹងគឺគាត់ឆាប់ភ័យមកទល់ថ្ងៃហ្នឹងក៏គាត់មានអារម្មណ៍តែគាត់ឆាប់ភ័យឆាប់ខ្លាចដែរអញ្ចឹងនេះជាសាច់រឿងរបស់បងរាជដែលគាត់បានផ្ដល់ជូនមកកាន់ខ្ញុំអញ្ចឹងខ្ញុំផ្ដល់ជូនប៉ុណ្ណឹងទេបងទាំងអស់គ្នាហើយតើតើមើលសាច់រឿងមួយនេះសូមបញ្ចប់ត្រឹមប៉ុណ្ណឹងហើយវីដេអូមួយនេះក៏ខ្លីប៉ុណ្ណឹងដែរមួយទៀតនេះសូមបញ្ជាក់ជូនបងបន្ថែមព័ត៌មានដែលខ្ញុំជូនពីខាងដើមនៃវីដេអូនេះអញ្ចឹងថា channel មួយនេះទៅមុខបន្តិចទៀតខ្ញុំនឹងផ្ដល់ជូនអំពីសាច់រឿងដែលបងគាត់នឹងចែករំលែកអំពីជីវិតពិតរបស់គាត់ហើយខ្ញុំពិតជាស្ដាប់សាច់រឿងរបស់បងដែលគាត់ចែករំលែកមកខ្ញុំពេលខ្លះខ្ញុំយំខ្ញុំពិតជាឃើញថាបងទាំងអស់គ្នាពិតជាមានសាច់រឿងគួរឲ្យកំសត់ជាច្រើនដែលគាត់ធ្លាប់ឆ្លងកាត់ហើយគាត់ជួបប្រទះណាអញ្ចឹងគេថាសាច់រឿងដែលកើតឡើងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតពិតជាកំសត់ណាបងហើយដំណើរជីវិតរបស់បងម្នាក់ពេលដែលយើងស្ដាប់ទៅមានអារម្មណ៍ថាមនុស្សយើងមានសាច់រឿងមាន story ជាច្រើនដែលកាត់ឡើងនៅក្នុងជីវិតខ្លះក៏ពិបាកកំសត់កំព្រាគេធ្វើបាបក្រុមគ្រួសារបែកបាក់និរិះប្រត់ប្រាស់បាត់បង់គ្រួសារបាត់បង់អ្នកម្ដាយឪពុកអីចឹងណាហើយនឹងដំណើរតស៊ូផ្សេងផ្សងព្រេងផ្សេងទៀតតែងំនឹងគាត់រស់ដល់ចំណុចមួយនេះអញ្ចឹងពេលដែលខ្ញុំបានជជែកនិយាយឲ្យវិពរនីអំពីសាច់រឿងទាំងអស់នេះជាមួយនឹងបងទាំងអស់គ្នាខ្ញុំស្រក់ទឹកភ្នែកផងពិបាកទ្រាំមែនទែនដោយសារតែកំសត់ពេកណាបងអញ្ចឹងចង់ដឹងថាសាច់រឿងទាំងអស់នឹងកំសត់ប៉ុណ្ណាទៅសូមបងកុំភ្លេចជួយចុច Subscribe ចុចសញ្ញារូបកណ្ដឹងនិងជួយចុច Notification ជាមួយនឹងរូបកណ្ដឹងទៅដើម្បីពេលដែលខ្ញុំផុសវីដេអូចេញទៅបងទាំងអស់គ្នានឹងទទួលបានវីដេអូនោះមុនគេតែម្ដងអរគុណបងអញ្ចឹងសាច់រឿងនេះមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយនឹងវីដេអូក្រោយៗជម្រាបលាបងបាទ